ម្សិលមិញនេះគឺជាថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយថ្ងៃនេះគឺមិនតាន់ដល់24ម៉ោងទេបើយើងគិតពីពេលវេលានៃការចុះហត្ថលេខានៅទីនេះយ៉ាងហោចណាស់មានអិសរាជជន2រូបដែលនៅចងចាំរឿងព្រឹត្តិការណ៍នេះទី1គឺសម្ដេចព្រះរាជបុត្រីទី2គឺព្រះអង្គម្ចាស់ស៊ីសវត្តតូមីកូហើយជាពិសេសទី3គឺថាអាដាមចែម្ចាស់ដែលនៅជាប់ជាមួយខ្ញុំក្នុងពេលនោះជាមួយអាដាមចំប្រសិទ្ធអាដាមអ៊ុតកបនហើយអាដាមចំប្រសិទ្ធគឺជាឪពុករបស់រដ្ឋមន្ត្រីដែលមកការពារច្បាប់នៅទីនេះក្នុងឋានៈជាម្ចាស់ផ្ទះនៃការធ្វើជាម្ចាស់ផ្ទះធ្វើជាស្នាក់ការនៃ ANC បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយគឺពេលនោះម៉ោងស្មើនេះនៅប្រទេសបារាំងខុសគ្នា6ម៉ោងខ្ញុំអត់បានដេកទេដោយសារត្រូវរៀបចំច្រើនរឿងមុននឹងទៅធ្វើការប្រជុំនៅស្ថានទូតខ្មែរនៅបារាំងដែលពេលនោះគឺព្រះរាជដំណាក់របស់ប្រកូណាបៃតាខ្ញុំគួរតែរំលឹកបន្តិចទៅលើព្រឹត្តិការណ៍ខ្លះដែលកើតឡើងនៅក្នុងដំណាក់កាលនោះគឺរឿងចាប់ផ្ដើមពីខ្ញុំគិតថាការចែករំលែករបស់ខ្ញុំទូមគុំខ្ញុំនឹងបានជាចំណែកនៃការយល់ដឹងរបស់អ្នកស្រាវជ្រាវឬរហូតដល់អ្នកនយោបាយដែលតាំងខ្លួនជាបិតារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយដែលបានដឹងហើយថាតម្រុំមានកិច្ចព្រមព្រៀងប៉ារីសកើតឡើងយើងត្រូវឆ្លងកាត់ឧបសគ្គច្រើនណាស់ឧបសគ្គខាងខ្ញុំមិនបញ្ហាទេគឺដោយសារតែទោះបីថាកម្លាំងសង្កត់មកលើខ្ញុំដែលខ្ញុំធ្លាប់និយាយថាមានកម្លាំងសង្កត់3ទី1ទីក្នុងខ្លួនឯងមិនតាន់យល់គ្រប់គ្រាន់ទី2វត្តមានកងទ័ពវៀតណាមនៅកម្ពុជានៅពេលនោះប៉ុន្តែនៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសវៀតណាមដកអស់ទៅហើយទី3យើងពេលនោះទទួលជំនួយពីអតីតសហភាពសូវៀតប្រសិនជីវិតរបស់ខ្ញុំពោពេញទៅដោយភាពផុយស្រួយប៉ុន្តែខ្ញុំជួយជំនះបានតែអ្វីដែលលំបាកជាងទៀតទៅគឺបកូនណាបៃតាប្រងចង់ចរចាណាតាំងពីឆ្នាំ1984នោះឯណោះដែលព្រះអង្គជ្រើសរើសទូមកុំខ្ញុំធ្វើជាដៃគូចរចាហើយត្រូវបានអតីតរដ្ឋមន្ត្រីការបរទេសបារាំងខ្លួនសិសុងត្រៀមរៀបចំប៉ុន្តែបកូនណាបៃតាយាងទៅអង្គការសហប្រជាជាតិក៏ផ្ញើសារថាសូមឲ្យអាដាមហ៊ុនសែនយោគយល់គឺមិនអាចជួបគ្នាបានទេដោយសារខ្មែរក្រហមចំតោះអញ្ចឹងទេពេលនោះហើយដែលខ្ញុំវិលត្រឡប់ចូលក្នុងប្រទេសវិញដើម្បីធ្វើជានាយករដ្ឋមន្ត្រីស៊ីទីក្នុងពេលដែលអាដាមចាន់ស៊ីទទួលការព្យាបាលនៅទីក្រុងមូស្គូប៉ុន្តែយើងមិនបោះបង់ចោលការចរចានេះទេការចរចាក៏ត្រូវបន្តតាមរយៈ channel ជាច្រើនក្នុងនោះមាន channel មួយគឺលោកជំទាវអុកជូកេងរប្រុយគឺជាអ្នក channel សំខាន់ហើយសម្ដេចក្រមព្រះនរោត្តមរណរដ្ឋក៏ជា channel មួយដែរសម្រាប់ធ្វើតំណែងតំណងទៅលើរឿងនេះបកូនណាបៃតាព្រះអង្គមានការលំបាកដោយសារខ្មែរក្រហមក៏ចំតោះភាគីលោកតាសុនសានក៏ចំតោះនិងប្រទេសខ្លះទៀតក៏ចំតោះប៉ុន្តែយ៉ាងណាក៏ដោយភ្នំមិនអាចជួបគ្នាបានទេប៉ុន្តែមនុស្សអាចជួបគ្នាបានហើយតែមានសុខចិត្តទេការជួបគ្នាមួយដែលគេត្រូវច្រើនតែនិយាយថាពីធ្នូហ្វេអង់តាដណោសេណូហ៊ុនសែននោះគឺជាការចាប់ផ្ដើមនៃដំណើរឆ្ពោះទៅរកសន្តិភាពមិនមែនបញ្ហាកើតឡើងនៅថ្ងៃទី23ទេសូមបញ្ជាក់ជូនចរចាគ្នាវាច្រើនទីកន្លែងណាស់មាននៅប្រទេសបារាំងមាននៅឥណ្ឌូនេស៊ីមាននៅប៉េកាំងមាននៅថៃមាននៅញូវយ៉កតម្រុំនឹងសម្រេចបាននៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយនេះហើយនៅពេលដែលការចុះហត្ថលេខាហើយនោះតើអ្វីដែលបានកើតឡើងខ្ញុំគួររំលឹករឿងនេះបន្តិចដើម្បីចែករំលែកជាមួយនឹងបងប្អូនជនរួមជាតិក៏ដូចជាអ្នកស្រាវជ្រាវថារឿងរដ្ឋាភិបាលរបស់រដ្ឋកម្ពុជាដែលមានខ្ញុំជាប្រធានក្រុមប្រឹក្សា
រនត្រីឬហៅថានាយករនត្រីត្រូវទទួលខុសត្រូវទាំងអស់លើបញ្ហាការ